នៅក្នុងសង្គមសម័យទំនើបដែលមានការប្រកួតប្រជែងខ្លាំងការគិតច្រើនបានក្លាយទៅជាបញ្ហាផ្លូវចិត្តដ៏ចម្បងមួយដែលមនុស្សជាច្រើនកំពុងប្រឈមមុខគិតច្រើនមិនមែនជាការគិតដើម្បីដោះស្រាយបញ្ហានោះទេប៉ុន្តែវាគឺជាសកម្មភាពដែលខួរក្បាលវិលវល់ទៅលើរឿងអវិជ្ជមានដដែលរហូតធ្វើឲ្យយើងបាត់បង់ក្តីសុខនិងធម៌ពលនេះគឺជា6ចំណុចដើម្បីរំដោះខ្លួនចេញពីការគិតច្រើន 1. ការដឹងខ្លួនថាអ្នកពិតជាបានគិតច្រើនមែនគឺជាជំហានដំបូងនៃការព្យាបាលមូលហេតុដែលមនុស្សភាគច្រើនមិនអាចឈប់គិតបានគឺដោយសារតែពួកគេមិនដឹងខ្លួនថាពួកគេកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់នៃការគិតការដឹងខ្លួនគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតនៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ថាចិត្តរបស់អ្នកកំពុងតែរុះរើកកកកាយរឿងអតីតកាលឬបារម្ភពីអនាគតហួសហេតុពេកចូលប្រើស្មារតីដើម្បីបញ្ឈប់វាភ្លាមការប្រាប់ខ្លួនឯងថាខ្ញុំកំពុងគិតច្រើនពេកហើយគឺជាការបញ្ជាឲ្យបញ្ឈប់ដើម្បីកុំឲ្យចិត្តអូសទាញយើងទៅរកភាពតានតឹងកាន់តែខ្លាំង 2. ផ្ដោតទៅលើដំណោះស្រាយជាជាងអង្គុយបារម្ភការគិតច្រើនជាញឹកញាប់ផ្ដោតទៅលើបញ្ហានិងផលវិបាកប៉ុន្តែការគិតដែលមានប្រយោជន៍គឺការផ្ដោតលើដំណោះស្រាយប្រសិនបើយើងជួបបញ្ហាការអង្គុយសោកស្ដាយវាមិនអាចជួយអ្វីបានឡើយផ្ទុយទៅវិញយើងគួរផ្លាស់ប្ដូរសំណួរក្នុងចិត្តមកជាតើខ្ញុំអាចធ្វើអ្វីបានខ្លះនៅពេលនេះទោះបីជាសកម្មភាពនោះតូចតាចយ៉ាងណាក៏ដោយក៏វាអាចជួយឲ្យខួរក្បាលយើងងាកមកធ្វើការងារជាក់ស្ដែងនិងកាត់បន្ថយការភ័យខ្លាចដែលកើតចេញពីការស្រមោលស្រមៃបានយ៉ាងច្រើន 3. ការកំណត់ពេលវេលាជាក់លាក់សម្រាប់គិតយើងមិនអាចបង្ខំខួរក្បាលឲ្យនៅស្ងៀមពេញមួយថ្ងៃនោះទេប៉ុន្តែយើងអាចគ្រប់គ្រងពេលវេលារបស់វាបានតាមបច្ចេកទេសអ្នកអាចសាកល្បងកំណត់ម៉ោងសម្រាប់ការព្រួយបារម្ភដោយផ្ដល់ពេលឲ្យខ្លួនឯងត្រឹមតែ15ទៅ20នាទីក្នុងមួយថ្ងៃដើម្បីគិតពីរឿងដែលរំខានចិត្តឲ្យអស់ពីលទ្ធភាពជាឧទាហរណ៍បើសិនជាអ្នកបារម្ភពីលទ្ធផលការប្រឡងគិតពីវាដោយកំណត់ពេលវេលាដោយបានរៀបរាប់ខាងលើហើយនៅពេលដែលអស់ម៉ោងដែលកំណត់អ្នកត្រូវតែត្រឡប់មកធ្វើការងារធម្មតាវិញវិធីនេះជួយឲ្យអ្នកមានអារម្មណ៍ថាបញ្ហារបស់អ្នកត្រូវបានយកចិត្តទុកដាក់ប៉ុន្តែវាមិនត្រូវបានអនុញ្ញាតឲ្យមកបំផ្លាញពេលវេលាផ្សេងៗទៀតនៅក្នុងជីវិតរបស់អ្នកឡើយ 4. លះបង់ចោលនៅភាពល្អឥតខ្ចោះមនុស្សដែលចង់បានតែភាពល្អឥតខ្ចោះច្រើនគឺជាអ្នកដែលគិតច្រើនបំផុតព្រោះពួកគេខ្លាចកំហុសនិងខ្លាចការរិះគន់ទោះជាយ៉ាងណាក៏ដោយក្នុងโลกនេះគ្មានអ្វីដែលល្អឥតខ្ចោះ 100% នោះទេការរងចាំរហូតដល់គ្រប់យ៉ាងល្អប្រសើរបំផុតទើបចាប់ផ្ដើមធ្វើគឺជាការសម្លាប់ឱកាសរបស់ខ្លួនឯងយើងត្រូវរៀនយល់ស្របនឹងពាក្យថាធ្វើឲ្យហើយល្អជាជាងចង់ឲ្យល្អឥតខ្ចោះតែមិនបានធ្វើនៅពេលដែលយើងលះបង់សម្ពាធនៃភាពល្អឥតខ្ចោះចោលចិត្តរបស់យើងនឹងមានភាពធូរស្រាលនិងហ៊ានសម្រេចចិត្តបានលឿនជាងមុន 5. ការរស់នៅជាមួយបច្ចុប្បន្នកាលការគិតច្រើនភាគច្រើនរស់នៅក្នុងម្សិលមិញនិងថ្ងៃស្អែកមនុស្សដែលគិតច្រើនតែងតែសោកស្ដាយនៅអ្វីដែលបានកន្លងផុតទៅនិងព្រួយបារម្ភចំពោះអ្វីដែលមិនទាន់បានមកដល់ការសម្រួលសតិអារម្មណ៍ដើម្បីរស់នៅជាមួយបច្ចុប្បន្នកាលគឺជាថ្នាំព្យាបាលដ៏ល្អស័ក្តិសិទ្ធិការផ្ដោតលើដង្ហើមចេញចូលការស្ដាប់សំឡេងជុំវិញខ្លួនឬការធ្វើកិច្ចការនៅចំពោះមុខដោយយកចិត្តទុកដាក់នឹងជួយទាញចិត្តដែលកំពុងរវើរវាយឲ្យត្រឡប់មកវិញពោលគឺត្រឡប់មកកាន់បច្ចុប្បន្នភាពដែលមានតែសេចក្តីសុខ 6. ការបញ្ចេញគំនិតតាមរយៈការកត់ត្រានៅពេលដែលគំនិតរាប់ពាន់ជំពាក់គ្នានៅក្នុងខួរក្បាលវានឹងបង្កើតទៅជាភាពស្មុគស្មាញនិងធ្ងន់ធ្ងរការសរសេររាល់គំនិតទាំងនោះចេញមកលើក្រដាសប្រៀបដូចជាការរៀបចំសម្អាតផ្ទះអញ្ចឹងនៅពេលដែលអ្នកសរសេររាល់ការបារម្ភចេញមកអ្នកនឹងឃើញថាបញ្ហានោះវាតូចតែសោះតែយើងបែរជាគិតថាវាធំការសរសេរជួយឲ្យចិត្តបានសម្រាកទុក
នឹងជួយឲ្យខួរក្បាលមានលំហទំនេរសម្រាប់គិតរឿងដែលវិជ្ជមាននិងមានប្រយោជន៍ជាងមុនការគិតច្រើនមិនមែនជាចរិតពីកំណើតដែលមិនអាចកែប្រែបាននោះទេប៉ុន្តែវាគឺជាទម្លាប់ដែលយើងអាចព្យាយាមផ្លាស់ប្ដូរបានតាមរយៈការអនុវត្តគន្លឹះទាំង6ខាងលើយើងនឹងអាចគ្រប់គ្រងម្ចាស់ការលើគំនិតរបស់ខ្លួនឯងបង្កើតផលិតភាពការងារនិងជាពិសេសបំផុតគឺការទទួលបានមកវិញនូវសន្តិភាពផ្លូវចិត្តដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងជីវិតជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា